ចំពោះគ្នាយើងដែលគាត់connect Wi-Fi ប្រើជាមួយ mouse ឬក៏ Air mouse វាយ password ទៅវាចេញទម្រង់ keyboard បែបនេះយើងអាចវាយលេខបានពពួក Android tvOS ដើម្បីដោះស្រាយវាយើងចូលទៅកន្លែង device មកលេខ keyboard នេះយើងបើកអានេះមកបើកអានេះហើយ keyboard យើងបើកក៏បានដែរហើយ current នេះយើងយកលើនេះចឹងទេយើងចូលទៅលេខ Wi-Fi វិញទៅយើងបានទម្រង់ keyboard បែបនេះយើងអាចប្រើជាមួយ mouse ឬក៏ Air mouse ងាយស្រួល1 2 3 4 1 2 3 4ចឹងរបៀបបដូរ keyboard ពួក Android tvOS ឲ្យវា support ជាមួយ mouse ឬក៏ Air mouse ងាយស្រួលក្នុងការវាយ